ពិតជាមួយលៀនសំណាងណាស់អ្នកផលិតមាតិកាដំណើរសងព្រេងនៅក្នុងព្រៃម្នាក់ត្រូវបានរន្ទះបាញ់នៅក្បែរខ្លួនបណ្ដាលឲ្យសន្លប់ស្ដុកស្ដម្ភអ្នកធ្វើវីដេអូដំណើរសងព្រេងនៅក្នុងព្រៃដែលមានអ្នកគាំទ្ររាប់សិបលាននាក់ឈ្មោះភក្តីបានត្រូវរន្ទះបាញ់នៅក្បែរខ្លួនបណ្ដាលឲ្យសន្លប់ដោយមូលហេតុដំបូងអ្នកផលិតមាតិការូបនេះបានទៅបកត្រីជាមួយនឹងគ្នាចំនួន4នាក់រួមទាំងខ្លួនដោយលោកបានបញ្ជាក់ថារន្ទះនេះបានបាញ់មកក្បែរខ្លួនបណ្ដាលឲ្យខ្លួននឹងគ្នាម្នាក់សន្លប់បាត់បង់ស្មារតីនិង2នាក់ទៀតបានបបកនៅឆ្ងាយពីគ្នាមិនត្រូវអ្វីនោះឡើយភក្តីបាននិយាយថាខ្លួនមិនបានរងរបួសនោះទេប៉ុន្តែខ្លួនបានបាត់បង់ស្មារតីត្រីនោះភ្លៀងប្រហែលជា2ម៉ោងជាងលោកបានបន្តថាខ្លួនមិនស្លាប់ប្រហែលជាខ្លួនបានដេកដែលជើងមិនជាប់ដីទើបធ្វើឲ្យលោកបានរួចផុតពីគ្រោះថ្នាក់នេះយ៉ាងណាមិញនេះគ្រាន់តែជាការយល់ឃើញរបស់លោកតែប៉ុណ្ណោះចំពោះទីតាំងដែលលោកបានទៅបបកត្រីនៅឯខេត្តកំពតតំបន់រាជធានីកំចាយពេលដែលរន្ទះបាញ់មកនោះលោកបានប្រាប់ថាគឺលោកបានសន្លប់ប្រៀបដូចនឹងកំពុងដាច់ភ្លើងអញ្ចឹងលោកថាប្រហែលជា20នាទីទើបភ្ញាក់ដឹងពីសន្លប់វិញហើយលោកក៏បានដឹងថារន្ទះបានបាញ់មកតំបន់ក្បែរខ្លួនលោកពេលនោះហើយលោកក៏បានមានការតក់ស្លុតជាខ្លាំងគិតក្នុងចិត្តថាប្រហែលជាលែងបានមកជួបមុខប្រពន្ធកូនទៀតហើយដងសន្ទូចរបស់លោកក៏បានបាក់ដោយសាររន្ទះបានបាញ់នេះផងដែរខណៈពេលភ្លៀងលោកក៏បានប្រាប់ថារន្ទះបានបាញ់ប្រហែលជា50គ្រាប់ជាងអំឡុងពេលភ្លៀងនឹងលោកបាននិយាយថាជីវិតរបស់លោកជួបតែរឿងរ៉ាវជាច្រើនជីវិតស្ទើរតែផិតផាយលោកក៏បានជួបនឹងគ្រោះថ្នាក់ផ្សេងៗជាច្រើនទៀតដូចជាគ្រោះថ្នាក់ចរាចរណ៍លង់ទឹកភ្លៀងរន្ទះសត្វព្រៃនេះហើយជាជីវិតសងព្រេងរបស់គាត់ជីវិតសងព្រេងនេះលោកបាននិយាយបន្តទៀតថាមិនស្រួលនោះទេឃើញលោកហាក់បីដូចជារឹងមាំមិនចេះឈឺតែជាក់ស្ដែងទៅលោកក៏បានធ្លាក់ខ្លួនឈឺដោយសារជំងឺផ្សេងៗដូចជាគ្រុនចាញ់គ្រុនឈាមបែកគ្រាប់ឈាមលោកក៏ទ្រាំទ្រពោះចឹកផងដែរដូច្នេះចូលបងប្អូនអ្នកចូលចិត្តដើរព្រៃធ្វើស្រែចម្ការអ្នកចូលចិត្តនៅក្រៅពេលដែលមេឃកំពុងតែភ្លៀងសូមប្រុងប្រយ័ត្នព្រោះរន្ទះគ្មានភ្នែកនោះទេ